នាយកប្រតិបត្តិម្នាក់បានដេសពប្រពន្ធចូលទៅក្នុងពុះជ្រូកយកខ្សែបារ៉ែនមកដេបិទយ៉ាងជិតប៉ុន្តែគាត់នៅតែគិតថាមិនទាន់គ្រប់គ្រាន់ដូច្នេះគាត់ក៏បានប្រើរថយន្តដឹកប្រពន្ធយកទៅកសិដ្ឋានចិញ្ចឹមក្រពើគាត់បានរុញជ្រូកនោះទម្លាក់ចូលទៅក្នុងស្រះក៏ឃើញក្រពើជាច្រើនងើបមកចំរោមឈីយ៉ាងកម្រពេលនោះហើយទើបគាត់ដើរចេញដោយទឹកមុខពេញចិត្តបំផុតមូលហេតុដែលគាត់ហ៊ានធ្វើរឿងខូចខើបែបនេះគឺព្រោះតែកាលពីប៉ុន្មានថ្ងៃមុនកុំប្រញាប់អីទីរ៉ាសម្លាញ់ថ្ងៃហ្នឹងលោកលូសិនគួរគាត់បានសន្យាមុខគ្រប់គ្នាហើយស្អែកឡើងគាត់នឹងផ្ទេរភាគហ៊ុនក្រុមហ៊ុនទាំងប៉ុន្មានឲ្យកូនយើងទាំង3នាក់ហ្មងកូនយើងទាំង3នាក់អីចឹងកាចាំគាត់ចុះហត្ថលេខារួចខ្ញុំនឹងដាក់ថ្នាំពោលសម្រាប់គាត់ជាបណ្ដាត្រឹមតែ1ឆ្នាំជាងគាត់នឹងស្លាប់បាត់ដោយស្ងៀមស្ងាត់មិនខានដល់ពេលនោះទៅទ្រព្យសម្បត្តិត្រកូលលូទាំងអស់គឺក្លាយជារបស់ពួកយើងទាំងអស់ហ្មងហាអញមើលថៃស្រីម្នាក់នេះអស់25ឆ្នាំមកហើយក្រៅពីចង់បានទ្រព្យសម្បត្តិអញនាងថែមទាំងចង់យកជីវិតអញទៀតអាចង្រៃលូសិនគួរនឹងល្ងងណាស់យកលុយចិញ្ចឹមកូនគេជាង20ឆ្នាំថែមទាំងស្រឡាញ់ដូចកូនបង្កើតឯកូនយើងក៏នាំគ្នាទន្ទឹងរង់ចាំថ្ងៃគាត់ងាប់ដែរដកដង្ហើមធំសំណាងហើយដែលអញរកឃើញតាន់ប្រពន្ធអញចង់សម្លាប់អញថែមទាំងកូនដែលស្រឡាញ់ជាង20ឆ្នាំសុទ្ធតែជាកូនសះដតីក្នុងពេលដែលពួកឯងចង់បានទ្រព្យសម្បត្តិនិងជីវិតអញអញ្ចឹងពួកឯងត្រៀមខ្លួនចុះប៉ានេះជាលិខិតផ្ទេរភាគហ៊ុនដែលខ្ញុំតាក់តែងទាំងយកប៉ាគ្រាន់តែចុះហត្ថលេខាទៅបាននៅផ្ទះស្រួលបាយស្រួលខ្លួនហ្មងចាំប៉ាមើលសិនប៉ាផ្ទេរលុយ50លានមកខ្ញុំផងខ្ញុំត្រូវការទិញឡានទំនើបប្រកួតប្រជែងលើកនេះខ្ញុំត្រូវតែឈ្នះប៉ាក្រុមថតភាពយន្តដែលខ្ញុំនៅប៉ាជួយដាក់ទុន100លានមកខ្ញុំនិយាយត្រូវជាមួយអ្នកដឹកនាំហើយឲ្យតែប៉ាចេញលុយទូប្រុសនឹងក្លាយជារបស់ខ្ញុំហើយបងប្រុសកូនគេរងចាំយូរហើយបានប៉ានឹងឲ្យកូនទាំងអស់គ្នាឥឡូវចុះហត្ថលេខាមកអាឡូលោកលូមានរឿងធំហើយមានគេរីកាអនាមិកប្តឹងក្រុមហ៊ុនយើងឥឡូវកានីក្រុមហ៊ុនត្រូវបានផ្អឹបអស់ហើយក្រុមសវនកម្មក៏នឹងចូលមកស៊ើបអង្កេតថ្ងៃស្អែកនេះដែរអញថាម៉េចអញនឹងទៅដល់នេះប៉ាមានគេប្តឹងក្រុមហ៊ុនកើតឡើងហ៎កានីត្រូវបានផ្អឹបអស់ហើយក្រុមសវនកម្មក៏ត្រៀមចូលមកពិនិត្យដែរដូច្នេះហត្ថលេខាមួយនេះគឺចុះមិនបានទេម៉េចក៏អញ្ចឹងលោកប្រពន្ធអូនយកលុយឲ្យកូនសិនទៅចាំរឿងនឹងស្ងប់បន្តិចសិនចាំបងសងទ្វេដងឥឡូវបងត្រូវទៅមើលការខុសត្រូវក្នុងក្រុមហ៊ុនសិនឆែនការងារសម្ដែងដែលអាកាយណែនាំនឹងគួរឲ្យទុកចិត្តអត់បើមិនបាច់ទៅល្អជាងម៉ាក់ខ្លាចចូលក្រុងហើយគេបោកប្រាស់ម៉ាក់កុំបារម្ភអីកូនហាត់ក្បាច់គុណជាមួយគ្រូតាំងពីតូចគ្មានអ្នកណាហ៊ានបោកកូនបានទេធ្វើតួសម្ដែងបានលុយ$200ឯណោះចាំកូនរកលុយបាននឹងនាំម៉ាក់ទៅស៊ីរបស់ឆ្ងាញ់អាក្មេងមិនចេះគិតចេញទៅចុះប៉ុន្តែទុកណាកុំបង្ករឿងជាមួយអ្នកណាឲ្យសោះកណ្ដាប់ដៃកូននឹងសំបីតែគ្រូក៏ទ្រាំមិនបានដែរដឹងហើយម៉ាក់ទៅវិញហើយប្រយ័ត្នរកអ្នកមើលថែខ្លួនឯងខ្លះផងចិនគួរកូនយើងធំហើយប៉ុន្តែពួកយើងនឹងមិនទៅរំខានជីវិតកូនទេហើយកូនក៏គ្មានថ្ងៃដឹងថាខ្លួនឯងនៅមានកូនប្រុសកូនស្រីម្នាក់ទៀតដែរលោកនាយកខ្ញុំពិតជាមិនយល់សោះក្រុមហ៊ុនយើងមិនដែលមានរឿងអញ្ចោះហេតុអីបានជាមានគេប្តឹងក្រុមហ៊ុនយើងមានគេចង់សម្លាប់អញពូហើយពួកយើងមកប្រញាប់បែបនេះមានរឿងអីកើតឡើងហោះចាំខ្ញុំទៅដោះស្រាយឲ្យស្អាតស្អំជូនចាំទុកបើទោះជាអង្គការសម្ងាត់បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក៏យើងធ្វើរឿងរកស៊ីសុចរិតដែរកុំធ្វើសាយបែបពួកក្មេងទំនើងទៀតពូគឺពូទេតាដែលផ្ដល់ឱកាសឲ្យខ្ញុំបានកែខ្លួនថ្មីបើទោះជាខ្ញុំត្រូវបាត់បង់ជីវិតក៏ដោយក៏ខ្ញុំត្រូវឲ្យវាសងសឹកវិញដែរល្អណាស់ទោះជាកូនប្រុសស្រីទាំង3នាក់មិនមែនជាកូនបង្កើតរបស់អញក៏អញនៅមានកូនស្រីល្អម្នាក់នេះដែរអីគេនឹងរឿងវាគឺអញ្ចឹងឯងអញប្រើពេល25ឆ្នាំទើបមើលឃើញច្បាស់ថាមនុស្សស្រីក្បែរខ្លួនគឺជាពូពីឯកូនដែលចិញ្ចឹមមកសុទ្ធតែជាចៅកូនកាត់ពូតើគួរធ្វើយ៉ាងណាអញមិនលើកលែងឲ្យពួកវាងាយទេអញនឹងធ្វើឲ្យពួកវារស់នៅក្នុងនរករាល់នាទីរាល់វិនាទីក្នុងជីវិតដែលនៅសល់លោកលូរបស់លោកគឺលោកចិននិងធីលុនអ្នកទាំងពីរជាមនុស្សដែលខ្ញុំទុកចិត្តបំផុតចាប់ពីពេលនេះទៅមានការងារខ្លះត្រូវផ្ដល់ឲ្យពួកអ្នកធ្វើតាមផែនការនឹងទៅលោកលូផែនការល្អហើយប៉ុន្តែបើសិនជាមានកូនប្រុសបង្កើតចូលមកពាក់ព័ន្ធទៀតគឺកាន់តែល្អឥតខ្ចោះហ្មងពូចិនអាចជួយកុំនិយាយរឿងនឹងទៀតបានទេខ្ញុំនិយាយលេងទេតើលោកលូគាត់ប្រហែលជាមិនគិតទេអញ្ចឹងបើគ្មានទេទុករឿងនេះឲ្យធីលុនធ្វើចុះ
អាកាយប្រាប់ថាឲ្យបងកម្លាំងម្នាក់ឈ្មោះជាងមកទទួលខ្ញុំចុះកន្លះម៉ោងហើយមិនក៏មិនទាន់ឃើញមកដល់ជាងទៅស្ថានីយ៍រថយន្តទទួលមនុស្សម្នាក់មហិច្ឆតានឹងលេខទូរស័ព្ទខ្ញុំផ្ញើជូនហើយពេលទទួលបានហើយនាំមកជួបខ្ញុំភ្លាមហើយចាំមើលថែឲ្យបានដិតដល់ផងបាត់ចៅហ្វាយទីនេះសម្រាប់ភារកិច្ចជូនឲ្យមើលថែឲ្យបានដិតដល់នឹងគឺត្រូវមើលថែបែបម៉េចទៅគឺអាមួយនឹងហើយឡើងឡានមកពួកឯងធ្វើស្អីហ៎ឯងគឺជាតួសម្ដែងដែលគេហៅមកនឹងឯងមែនខ្ញុំនឹងហើយចុះលោកជាបងជាងមែនទេដោះលែងខ្ញុំសិនមកពួកឯងធ្វើស្អីហ្នឹងអាកាយដើម្បីមិត្តភក្តិរបស់ឯងខ្ញុំសំបីតែឈុតស្លៀកពាក់ក៏គ្មានពេលដូរដែរទេទូរស័ព្ទក៏មិនចូលឯងជួយសួរនាំមើលថាមានរឿងអីអ្នកណាគេហ្នឹងមកធ្វើរឿងស្អីចៅហ្វាយនេះហើយជាអាក្មេងដែលចៅហ្វាយបញ្ជាឲ្យខ្ញុំទៅទទួលខ្ញុំនាំខ្លួនមកដល់ហើយតបតាមបញ្ជារបស់ចៅហ្វាយគឺមើលថែដិតដល់បំផុតខួរក្បាលបើអត់ប្រើទេយកទៅបរិច្ចាគចោលទៅការមើលថែដែលខ្ញុំនិយាយមិនមែនមានន័យបែបហ្នឹងទេសូមអភ័យទោសចៅហ្វាយខ្ញុំច្រឡំបំណងរបស់ចៅហ្វាយបាត់ហើយខ្ញុំទៀតបងជាងពួកបងមានន័យមិនហ៎ចូលក្នុងរឿងសោះធ្វើខ្លួនដូចជាភ្នាក់ងារសម្ងាត់តើពួកយើងមកថែទាំរឿងអីហ្នឹងគឺការយកច្រឡំទេបងប្រុសចៅហ្វាយរកឯងតើពួកយើងចេញទៅសិនចុះតួសម្ដែងដែលមកក្មេងម្នាក់នេះមើលទៅមុខមាត់ដូចនឹងការពីក្មេងរបស់លោកនេះណាស់ដូចគ្នាបេះបិទតែម្ដងពិតជារកមនុស្សត្រូវមែនមិនមែនទេដឹងនេះត្រូវសម្រស់ដ៏ស្រស់សង្ហារបស់ខ្ញុំតាក់ទាញហើយមែនទេបើខុសពីច្បាប់ខ្ញុំត្រូវធ្វើម៉េចខ្ញុំជាតួសម្ដែងតួរងទេមួយថ្ងៃ$200ខ្ញុំឈ្មោះពីពេលនេះទៅមិនថាពីមុនឯងឈ្មោះស្អីទេគឺត្រូវឈ្មោះលូឈិនយៀនចងចាំទុកខ្ញុំដាំឡើយដឹងហើយថាឯងជាអាក្មេងទំនើងពាក់មុខប្រាក់ឲ្យតែលើកនេះជួយសាច់រឿងយើងបានលុបបំណុលអស់ហើយថែមទាំងបានលុយប្រើទៀតស្អីគេទំនើងស្អីគេបំណុលស្អីហ្នឹងអាក្មេងមួយនេះរាល់ថ្ងៃកាន់តែមិនគួរឲ្យទុកចិត្តសោះរឿងអីក៏អាចច្រឡំបានដែរមនុស្សម្នាក់នេះមុខដូចប៉ាក្មេងណាស់មិនបាច់ប្រកែកទេចាត់ការតាមនឹងចោះឯងជាតួសម្ដែងតួសម្ដែងរងមួយថ្ងៃ$200តាមពិតរូបរាងខ្ញុំមិនត្រឹមតែធ្វើតួរងទេធ្វើតួឯកក៏បានដែរមួយថ្ងៃ200ច្រើនណាស់ហ្មងប៉ុន្តែឯងត្រូវធ្វើតាមការទាមទាររបស់ខ្ញុំទើបខ្ញុំឲ្យតម្លៃប៉ុណ្ណឹងមួយថ្ងៃ5លានប៉ុន្មាន5លានអីចឹងរឿងសម្រាប់មនុស្សអញអត់ធ្វើទេណាទុកចិត្តទៅរឿងខុសច្បាប់ក៏បងមិនប៉ះពាល់ដែរបំពេញច្បាប់ក៏មិនបានដែរអញដឹងថាអញសង្ហាហើយតែកុំឲ្យម៉ាក់អញដឹងអីគាត់វាអញងាប់ហ្មងបើមិនព្រោះតែទុកឯងធ្វើប្រយោជន៍ទេយកទៅបោះចោលក្នុងសមុទ្រឲ្យត្រីស៊ីបាត់យូរហើយឯងគ្រាន់តែសហការជាមួយយើងសម្ដែងរឿងមួយកាលណារឿងនឹងចប់ទឹកប្រាក់5លាននឹងជារបស់ឯងហើយប៉ុន្តែបើឯងសម្ដែងខុសក្បាច់គឺត្រូវយកជីវិតសងមួយទៀតចាប់ពីពេលនេះទៅឯងត្រូវបដូរឈ្មោះជាលូឆេនីទោះបីជាមាននរណាម្នាក់សួរក៏ត្រូវឆ្លើយថាលូឆេនីដែរមែនទេប្រាប់ឲ្យដឹងណាឆ្លើយខុសម្ដងពីន័យ1លានឥឡូវតាមខ្ញុំមកខ្ញុំនាំទៅជួបមនុស្សម្នាក់ជួបនរណាគេហ៎ជួបប៉ាខ្ញុំចូលមកពូខ្ញុំនាំមនុស្សមកហើយមកដល់ហើយហ៎កូនមុខមាត់ដូចម្លេះបើកូនស្រីពូមិនបញ្ជាឲ្យកំទេចកូនយើងទេម្លេះកូនយើងធំប៉ុននេះបាត់ទៅហើយរឿងរ៉ាវលំអិត Thingland ប្រហែលបានប្រាប់អស់ហើយធ្វើជាកូនរបស់ខ្ញុំមួយខែចាំខ្ញុំឲ្យកម្រៃសំរុំប៉ុន្តែរឿងនេះត្រូវលាក់ទុកក្នុងពោះហាមប្រាប់នរណាម្នាក់ជាដាច់ខាតរួមទាំងមនុស្សដែលស្និទ្ធបំផុតនឹងកូនដែរពួកកុំបារម្ភអីរឿងសម្ដែងខ្ញុំអាជីពតើប៉ុន្តែខ្ញុំសុំសួរឲ្យច្បាស់សិនតើសម្ដែងចប់បានប៉ុណ្ណឹងពិតមែនអត់ឲ្យតែអាចជួយសម្ដែងរឿងនឹងបានល្អ50លាននឹងត្រូវបញ្ចូលទៅក្នុងកណេរបស់កូនភ្លាម50លាន50លានក្មេងស្រីនេះស្អាតស្រស់បោះតើហេតុអីចិត្តអាក្រក់ម្លេះប្រាប់ខ្ញុំថា5លានតែឆ្លៀតបន្លំយកទៅ45លានបាត់លោកពូនេះគួរឲ្យអាណិតណាស់ប្រពន្ធលួចមានសហាយឯកូនចិញ្ចឹមកន្លះជីវិតក៏មិនមែនកូនបង្កើតឥឡូវសំបីតែកូនធွာក៏មិនធម្មតាដែរពូឲ្យនាងចេញទៅសិនទៅឲ្យគាត់ចេញទៅសិនទៅពូយើងនិយាយគ្នារឿងផែនការលំអិតបន្តិចមើលលោកប្រយ័ត្នខ្លួនផងកូនធ្នាក់របស់លោកមួយនេះលោកឲ្យខ្ញុំ9លានហ៎តែគាត់ប្រាប់ខ្ញុំថា5លានសោះទៅមករឿងអីខុសគ្នាដាច់ដល់ទៅ45លានអញ្ចឹងវើយលោកពូចរិតនាងនឹងវាខ្មៅងឹតពេកហើយហាក្មេងប្រុសនេះចរិតក៏សែនល្អម្យ៉ាងដែរតើ9លាននឹងខ្ញុំចាត់ចែងសារថ្មីទេព្រោះឯងការពីក្មេងមុខមាត់ដូចគេបេះបិទជួយសម្ដែងរឿងនឹងជាមួយខ្ញុំបន្តិចមកគឺសំគ្នាច្បាស់ណាស់
ប៉ុន្តែចាប់ពីពេលនេះទៅមិនថាក្រោមខ្នងឬចំពោះមុខត្រូវឲ្យខ្ញុំថាប៉ាឲ្យអស់បើហៅខុសសំដងខ្ញុំកាត់1លានបើហៅខុស3ដងមិនត្រឹមតែមិនបានលុយទេឯងថែមទាំងត្រូវសងខ្ញុំ9លានវិញទៀតផងហេតុអីលោកពូលោកធ្វើបាបខ្ញុំពេកហើយចរិតកាច់ជាងកូនធរលោកទៀតកាត់1លានហា លោកចិនខួរលោកឈ្គួតស្អីហោះអាមនុស្សមកពីណាមិនដឹងនេះជាកូនបង្កើតរបស់លោកតា វ៉ាន់ឈិនខ្ញុំប្រាប់ច្បាស់ហើយតើចិនគឺជាកូនបង្កើតដែលលត់ថ្នាក់គ្នាច្រើនឆ្នាំណាស់ហើយរកជិត20ឆ្នាំទើបរកឃើញទាំងប៉ុន្មានឆ្នាំនេះខ្ញុំជម្រាប ក្មេង គេ ប្ ច្រើន រុស ណាស់ នេះច្បាស់ជាមនុស្សទុច្ចរិតដែលលោកចិនខួររកមកបន្លំធ្វើជាកូនហើយគោលបំណងគឺចង់បែងចែកទ្រព្យសម្បត្តិខ្ញុំមិនខានឲ្យវាសមបំណងឡើយពួកយើងទៅជាឈាមជ័ររបស់ប៉ាពិតប្រាកដតើប៉ាចង់បំផ្លាញគ្រួសារនេះព្រោះតែក្មេងមិនស្គាល់ខុសត្រូវនេះមែនទេ ចិនគឺជាកូនរបស់ខ្ញុំរឿងនេះមិនបាច់មានអ្នកណាមកសង្ស័យទេវ៉ាន់ឈិនមើលគេមើលមុខមាត់ដូចខ្ញុំប៉ុណ្ណាចំណែកឯពួកប្រុសប៉ុន្មានអ្នកនេះគ្មានអ្នកណាមកដូចខ្ញុំសូម្បីតែម្នាក់ ប្តីឲ្យមិនក៏អាចនិយាយចំពោះកូនយើងបែបនេះមនុស្សម្នាក់នេះច្បាស់ជាពួកបោកប្រាស់ហើយមិនដឹងជាគេកែសម្ផស្សមកដើម្បីបោកលុយគ្រួសារយើងទេដឹងបងប្រុសឯងទេជាកូនប្រុសទីតីរបស់ត្រកូលលូអាមនុស្សខ្លែងខ្លាយនឹងគឺមកដណ្ដើមរត់យើងទេ គ្រប់យ៉ាងរបស់ត្រកូលលូគឺជារបស់អញគឺជារបស់អញទាំងអស់អាជនជាតិចង្រៃអញហ៊ានមកដណ្ដើមជាមួយអញផងហ៎អាមនុស្សខ្លែងខ្លាយឯងជាស្អីគេ កូនសម្លាញ់អាមុខកូនឆ្កែនេះហ៊ានវាយកូនខ្ញុំផងហ៎ ប៉ាអ្វីដែលប៉ាបាននិយាយមុននេះនៅមានតម្លៃដែរឬអត់មិនមែនអញ្ចឹងទេហ៎ត្រឹម1នាទីកាត់លុយខ្ញុំអស់1លានបាត់ហើយឲ្យតែឯងជួយអប់រំពួកក្មេងទំនឹងអស់នឹង50000សម្រាប់មួយកំភ្លៀងនិង100000សម្រាប់អាមិចតុកតាដើម្បីទោះនឹងមួយកំភ្លៀង100000អញជាបងប្រុសឯងទៅតែជារញថាស្អីគេអញថាឯងជាកូនអត់ចុះមិនដែរឯងគ្រាន់តែជាកូនអត់ឯងក៏មិនសមជាបងអញដែរឯងសំបីតែលៀងជើងឲ្យឯងក៏មិនសមផង